បញ្ហាដែលសំខាន់បំផុតនៅក្នុងបច្ចុប្បន្នគឺការជួយផ្សព្វផ្សាយបើសិនជាយើងនៅក្នុងគណៈបកនយោបាយមួយក៏យើងជួយផ្សព្វផ្សាយពីគោលនយោបាយរបស់គណៈបកយើងដើម្បីឲ្យប្រជាពលរដ្ឋបានស្គាល់ឲ្យគាត់បានយល់ហើយគាត់បានដឹងថាគណៈបកយើងប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបកដើម្បីជាគណៈបកមួយដែលបម្រើទៅដល់ផលប្រយោជន៍ប្រជាពលរដ្ឋយើងដូច្នេះការផ្សព្វផ្សាយសំខាន់មែនទែនបើសិនជាយើងមានទូរស័ព្ទដៃយើងប្រើទៅមិនឲ្យមានប្រយោជន៍ឲ្យយើងមានប្រយោជន៍ដើម្បីយើងជួយផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋទៅគាត់បានឃើញគណៈបកយើងនឹងមានការដឹកនាំល្អមានគោលនយោបាយល្អពេលប្រជាពលរដ្ឋគាត់បានឃើញទៅអូតាមពិតតំណាងនៅក្នុងគណៈបកនេះគឺមាននៅក្នុងខូចរបស់គាត់អញ្ចឹងគាត់មានអារម្មណ៍សប្បាយគាត់សង្ឃឹមថាគាត់នឹងមកចូលរួមជាមួយយើងកាន់តែច្រើនហើយគាត់កាន់តែគ្រប់គ្រងយើងកាន់តែខ្លាំងតែបើសិនជាយើងមានទូរស័ព្ទយើងអត់ជួយផ្សព្វផ្សាយលទ្ធផលខ្លួនឯងដូចអ្នកលក់អនឡាញអញ្ចឹងយើងមើលថ្ងៃអញ្ចឹងគេលក់អនឡាញគេខំព្យាយាមផ្សព្វផ្សាយលទ្ធផលគេលក់ឲ្យដាច់ទៅអត់ដល់ពេលយើងក៏ដូចគ្នាដែរអ្នកនយោបាយអត់ខុសគ្នាយើងត្រូវតែជួយផ្សព្វផ្សាយពីគោលនយោបាយរបស់គណៈបកយើងបង្ហាញទៅប្រជាពលរដ្ឋយើងឲ្យបានស្គាល់ឲ្យគាត់បានយល់បង្ហាញឲ្យប្រជាពលរដ្ឋដឹងថាគណៈបកយើងនេះគឺគិតពីផលប្រយោជន៍ប្រជាពលរដ្ឋទាំងស្រុងយើងមិនមែនគិតថាធ្វើដើម្បីតែប្រយោជន៍ខ្លួនឯងគឺប្រយោជន៍រួមនៅក្នុងឃុំរបស់យើងក្នុងស្រុករបស់យើងអញ្ចឹងបើយើងធ្វើអញ្ចឹងបានល្អខ្ញុំជឿថាគណៈបកយើងមិនបាច់ភ័យទេតែថ្ងៃអនាគតមិនខ្វះទេអ្នកគ្រប់គ្រងឲ្យតែយើងព្យាយាមឲ្យតែយើងខំជ័យយោគណៈបកភ្លើងទៀនជ័យយោគណៈបកភ្លើងទៀនជ័យយោគណៈបកចន្ទៈខ្មែរជ័យយោយើងជាគ្រួសារតែមួយជ័យយោភ្លើងទៀនចន្ទៈខ្មែរគឺគ្រួសារតែមួយជ័យយោចាំបានបាយព្រឹកស្រីទៅអត់មានម្លាំងទៅ